មាន offline map ពេញលេញនៅក្នុងប្រទេសកម្ពុជាអញ្ចឹងយើងអាចខ្លាចវែងទេហើយបើយើងដើរវែងក្នុងព្រៃវិញគឺយើងអាចចុចមើលផ្លូវដែលយើងបានដើរមកហ្នឹងដើម្បីដើរត្រឡប់ទៅវិញបានផ្លូវដើរទៅទឹកធ្លាក់ហ្នឹងគឺត្រូវមានឆ្លងអូឡើងភ្នំបន្តិចតួចតែមុននឹងដើរទៅទឹកធ្លាក់ហ្នឹងគឺខ្ញុំបានយកនាឡិកា Huawei Watch Fit 4 Series ដែលទើបនឹងចេញថ្មីរបស់ខ្ញុំហ្នឹងហើយបើកចូល feature hacking ដើម្បី track មើលផ្លូវដែលខ្ញុំបានដើរទៅទឹកធ្លាក់ហ្នឹងពេលដែលយើងធ្វើដំណើរកម្សាន្តទៅតំបន់ព្រៃភ្នំឬមួយក៏ឡើងភ្នំអីនាឡិកានេះក៏មានមុខងារ Storm Alert ឲ្យយើងដឹងពីការប្រឈមមុខនឹងមានព្យុះផងដែរលើពីហ្នឹងនាឡិកា Huawei Watch Fit 4 Pro នេះក៏មានមុខងារកីឡា professional ជាមួយទឹក free dive វិញបានរហូតដល់ទៅជម្រៅ40ម៉ែត្រពាក់ជាមួយទឹកហែលទឹកមើលផ្កាថ្មអីអត់មានចូលទឹកទេបងប្អូនឥឡូវនេះខ្ញុំមក check មើលពីរយៈចម្ងាយដែលខ្ញុំបានដើរនិង track នៅក្នុងនាឡិកា Huawei Watch Fit 4 Series របស់ខ្ញុំនេះសិននេះលើផ្លាកដាក់តែ400ម៉ែត្រទេដល់ពេលដើរមែនតើ800ម៉ែត្រទេហើយសម្រាប់នាឡិកា Huawei Watch Fit 4 Series នេះពួកខ្ញុំផលិតបែប fashion តួធន់តាន់រឹងមាំធ្វើពី titanium ជាមួយនឹងកញ្ចក់ត្បូងកណ្ដៀងដែលគេហៅថា Sapphire Glass កញ្ចក់ Sapphire Glass ហ្នឹងគឺធន់នឹងភាពសឹកឆ្កូតពេលដែលយើងដើរព្រៃបុកមែកឈើឬមួយក៏ដួលប៉ះថ្មដូចខ្ញុំចេះអីអត់មានខ្លាចឆ្កូតទេអេក្រង់នាឡិកានេះក៏ធំជាប្រភេទ AMOLED ហើយពណ៌ដិតល្អពលឺខ្លាំងដល់ទៅ3000ទោះបីជាយើងនៅក្រោមពលឺថ្ងៃខ្លាំងក៏យើងអត់ពិបាកសម្លឹងមើលនាឡិការបស់យើងដែរព្រោះអីទាំងពលឺទាំង color អីគឺច្បាស់ល្អហ្មង Huawei Watch Fit 4 Series នេះសាកថ្មម្ដងអាចប្រើរហូតដល់ទៅ10ថ្ងៃអញ្ចឹងដោយពួកខ្ញុំចូលចិត្តឡើងភ្នំចូលព្រៃបោះតង់អត់មានភ្លើងអីហ្នឹងអត់បាច់បារម្ភរឿងខ្លាចនាឡិកាអស់ថ្មទេអាចភ្ជាប់បានគ្រប់ប្រភេទ smartphone ទាំងអស់ទាំង iOS និង Android